លេងចិត្តដល់ថ្ងៃភ្ជុំទៀតនេះបងប្អូនទាំងអស់គ្នាមានកម្រងទៅណាហើយនៅបើអត់តមានទេនេះទិសដៅមួយនេះខ្ញុំរីកខមមិនខ្លាំងមែនទែនហ្មងគឺទីក្រុងសៀងហៃនិងទីក្រុងប៉េកាំងមកលេងទិសដៅមួយនេះធានាថាបងប្អូនទទួលបានអារម្មណ៍ប្លែកហ្មងមានគ្រប់រសជាតិមានទាំងសម័យបុរាណទីក្រុងទំនើបនិងសួនកំសាន្ត Disneyland នាំបងប្អូនទៅលេងនៅមហាកំផែងចិនដែលតំណាងឲ្យទីក្រុងប៉េកាំងតែម្ដងមកដល់ប៉េកាំងហើយអត់បានភ្លក់ទាប៉េកាំងដូចជាអត់កើម្ហូបអាហារញ៉ាំសុទ្ធតែឆ្ងាញ់អ្វីដែលកាន់តែពិសេសជារថភ្លើងល្បឿនលឿនរហូតដល់346គីឡូម៉ែត្រក្នុង1ម៉ោងរួមបញ្ចូលសួនកំសាន្ត Disneyland ដែលមានល្បែងលេងកំសាន្តរាប់សិបមុខជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់មកលេងរួមទាំង admin ផងដែរពេលបានមកលេងផ្ទាល់ជាទើបដឹងថាសប្បាយយកតែមែនតែនឆ្លងសម័យកាលទៅកាន់វាំងបុរាណគុកកុងចង់ដឹងថាល្បីមិនល្បីបងប្អូនមើលតែមនុស្សទៅលេងទៅដឹងហើយដូចសមោចចឹងគឺថាច្រើនខ្លាំងមែនតែនមកលេងនៅកប៉ាល់ LV ដែលជាកន្លែងដែលល្បីរន្ទឺនៅក្នុងទីក្រុងសៀងហៃនេះខ្ញុំថតពេលល្ងាចផងបើពេលយប់វិញគឺកាន់តែស្អាតចឹងគម្រោងចាំយូរទៀតបងប្អូនអាចកក់ពីឥឡូវទៅបានព្រោះថាកន្លែងមិនសល់ច្រើនទេសម្រាប់ថ្ងៃភ្ជុំនិងថ្ងៃអុំទូកខាងមុខនេះជួបជាមួយខ្ញុំបាទវត្តនៅវីដេអូក្រោយៗទៀតបាយបាយ